ជំរាបសួរបងប្អូនទាំងគ្នាសម្រាប់ថ្ងៃទី4ខែ4ឆ្នាំ2025គឺជាថ្ងៃទឹកដកមកជាមួយនឹងថាសហើយថាសមានធាតុឈើដកនៅពីក្រោមអញ្ចឹងចំពោះថ្ងៃហ្នឹងគឺមកធាតុទឹកនិងឈើសម្រាប់បងប្អូនដែលគាត់ត្រូវការធាតុទឹកនិងឈើហេងហើយអ្នកដែលគាត់មានចរក្នុងតួរាសីក៏ហេងដូចគ្នាដែរអ្នកដែលមានម៉ម៉ែជាមួយនឹងកលហេងដែរអ្នកដែលគាត់មានរកាគឺបងប្អូនតែមានការប្រុងប្រយ័ត្នព្រឹត្តិការណ៍ឆុងមួយថាសហើយអ្នកដែលមានបញ្ហាទៀតគឺអ្នកដែលគាត់មានឆ្លូវជាមួយនឹងម្សាញ់ក៏ត្រូវប្រុងប្រយ័ត្នដូចគ្នាដែរអ្នកទាំងអស់គ្នាដែលអត់ត្រូវការធាតុទឹកនិងឈើហើយមានសត្វទាំង3ហ្នឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយទិសអសរប្រចាំថ្ងៃគឺនៅខាងលិចប្រចាំខែអង្គលទៅខាងត្បូងឯងបងប្អូនទាំងគ្នាអញ្ចឹងខាងលិចចំជើងឈិងលិចត្បូងឈិងលិចត្បូងចំជាមួយនឹងត្បូងឈិងកើតហើយនឹងខាងកើតចំជាមួយនឹងជើងឈិងកើតគឺអសរចិត្តមកជុំហើយបងប្អូនទាំងនេះសល់តែខាងជើងឯងដែលជាទិសល្អហើយផ្កាយលេខ1ហោះចូលទីតាំងកណ្ដាលលេខ6នៅចំខាងជើងអញ្ចឹងបងប្អូនអាចប្រើប្រាស់ទិសខាងជើងបានហើយសម្រាប់បងប្អូនដែលគាត់ចង់ជួសជុលដំស្វែងនេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាពិសេសទិសអសរខាងត្បូងឈិងកើតត្បូងឈិងលិចជាមួយនឹងខាងកើតជាមួយនឹងជើងឈិងកើតប្រចាំខែនិងប្រចាំឆ្នាំគឺបងប្អូនត្រូវជិះវាងអញ្ចឹងណាព្រោះដោយសារតែរយៈពេលយូរហើយថ្ងៃនេះគឺជាថ្ងៃទី3បងប្អូនទាំងគ្នាអ្នកដែលគាត់បាន share វីដេអូគ្រប់5ថ្ងៃគឺបងប្អូនឆាតមកខ្ញុំហើយនឹងតម្លាក់លេខទូរស័ព្ទជាមួយនឹងទីតាំងខ្ញុំនឹងផ្ញើកាដូជូនបងប្អូនទាំងគ្នាអញ្ចឹងណាសូមបងប្អូនជួយ share មួយថ្ងៃម្ដងក៏បានដែរចូលក្រុមឬមួយក៏ share ជាក្រុម public ឬមួយក៏ share ចូល account public បងប្អូនទាំងអស់គ្នាគ្រប់5ថ្ងៃខ្ញុំនឹងផ្ញើកាដូជូនជាខោអាវអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះមកមានប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលា